បាទសូមគោរពលោកគ្រូសួស្តីបងប្អូនសិស្សានុសិស្សជាទីរាប់អានខ្ញុំបាទឈ្មោះជុកភត្រាជាគ្រូបង្រៀនរូបវិទ្យានៅថ្នាក់ទី10នៃវិទ្យាល័យកំពង់ស្ពឺបាទថ្ងៃនេះលោកគ្រូនឹងនាំយកនៅពិសោធន៍មួយស្ថិតនៅក្នុងថ្នាក់ទី10ជំពូកទី1មេកានិកមេរៀនទី4សម្ពាធនៃសន្និស្តាតិកទំព័រ65-66ប្រធានបទពិសោធន៍របស់យើងគឺកម្លាំងដំណោលអស៊ីម៉ែត្រវត្ថុបំណងនៃការធ្វើពិសោធន៍ឲ្យបងអូនយកកាន់តែច្បាស់និងចេះគណនាតម្លៃកម្លាំងដំណោលតាមទ្រឹស្ដីនិងតាមពិសោធន៍ដើម្បីសម្រេចវត្ថុបំណងនេះលោកគ្រូនឹងធ្វើការពិសោធន៍បង្ហាញបងប្អូនសម្ភារៈសម្រាប់ដំណើរការពិសោធន៍របស់យើងមានបាទឌីណាម៉ូម៉ែត្របាទកែវក្រិតបាទកូនទម្ងន់ហើយនឹងខ្សែមិនយឺតទឹកហើយនឹងជើងទម្រដំណើរការពិសោធន៍ទី1យើងត្រូវរកកម្លាំងដំណោលតាមទ្រឹស្ដី FB ស្មើនឹង rho CV rho របស់យើងគឺជាម៉ាស់មៀត្ររបស់ទឹកអញ្ចឹងតម្លៃរបស់វាគឺ1000គីឡូក្រាមក្នុង1ម៉ែត្រគីបហើយតម្លៃសន្ទុះទំនាញផែនដីយើងយក9.80 ម៉ែត្រក្នុង1វិនាទីការ៉េយើងរកមៀត្រកូនទម្ងន់ដែលលិចទៅក្នុងអង្គធាតុរាវអញ្ចឹងដំបូងឡើយបាទយើងចាក់ទឹកចូលទៅក្នុងកែវក្រិតនៅពេលដែលខ្ញុំចាក់ក្រិតយកមៀត្រដើមនឹង200មីលីលីត្របន្ទាប់មកយើងដាក់កូនទម្ងន់ចូលទៅក្នុងកែវក្រិតរបស់យើងឃើញថាបាទមៀត្រទឹកកើនរហូតដល់212មីលីលីត្រអញ្ចឹងដើម្បីរកមៀត្រកូនទម្ងន់អញ្ចឹងយើងយកមៀត្រស្រាច់ដកមៀត្រដើមអញ្ចឹងនៅពេលដែលយើងដកទៅយើងបានតម្លៃនៃមៀត្ររបស់កូនទម្ងន់គឺ12មីលីលីត្របាទយើងបែរទៅជាម៉ែត្រគីបទៅបាន12គុណ10ស្មើ16យើងយកទៅជំនួសចូលទៅក្នុងបាទតម្លៃកម្លាំងដំណោលរបស់យើងទូទាត់ទៅបានតម្លៃ0.1175 ញូតនមួយទៀតយើងត្រូវរកកម្លាំងដំណោលមួយទៀតតាមរូបមន្ត FB ស្មើនឹងទម្ងន់ពិតដកទម្ងន់ទំនងដើម្បីទទួលបានទម្ងន់ពិតដែលជាទម្ងន់នៅក្នុងខ្យល់ខ្ញុំព្យួរឌីណាម៉ូម៉ែត្រទៅនឹងជើងទម្រភ្ជាប់កូនទម្ងន់ជាមួយនឹងឌីណាម៉ូម៉ែត្របាទនៅពេលដែលយើងភ្ជាប់ទៅយើងឃើញឌីណាម៉ូម៉ែត្រមានលំនឹងយើងមើលទៅឃើញតម្លៃឌីណាម៉ូម៉ែត្រចង្អុលគឺ0.9500បន្ទាប់មកយើងរកទម្ងន់ទំនងនៅក្នុងទឹកបាទនៅពេលដែលយើងព្យួរទៅយើងកលេចមើលឌីណាម៉ូម៉ែត្របាទឌីណាម៉ូម៉ែត្រចង្អុលយើងយកតម្លៃប្រហែលបាទ0.8375 ញូតនបន្ទាប់មកយើងយកតម្លៃនៃកម្លាំងទម្ងន់ពិតដកទម្ងន់ទំនងយើងឃើញ FB ដែលយើងទទួលបានតម្លៃគឺបាទ0.1125 ញូតនតាមការពិសោធន៍ទាំងពីរយើងឃើញថាតម្លៃកម្លាំងដំណោលទាំងពីរនឹងសឹងតែប្រហាក់ប្រហែលគ្នាអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់យើងត្រូវរកភាគរយកម្រិតលៀងតម្លៃដែលខាតតាមទ្រឹស្ដីដកតម្លៃតាមពិសោធន៍ចែកឲ្យតម្លៃតាមទ្រឹស្ដីគុណឲ្យ 100% អញ្ចឹងនៅពេលដែលយើងជួសលេខទៅយើងទទួលបានកម្រិតលៀងរបស់វាគឺ 4.3% អញ្ចឹងយោងតាមលទ្ធផលពិសោធន៍ទាំងពីរខាងលើហើយនឹងតម្លៃនៃកម្រិតលៀងទាំងពីរដែលយើងរកឃើញនោះដូច្នេះយើងអាចធ្វើការសន្និដ្ឋានបានថាបាទទ្រឹស្ដីត្រូវបានគ្រប់គ្រងដោយជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូបងប្អូនសិស្សានុសិស្សទាំងអស់ដែលបានតាមដានវីដេអូតាំងពីដើមរហូតដល់ចប់